សួស្តីអ្នកគ្នាបានចឹងថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបនៃការ down កម្មវិធី FL Studio ហើយបើសិនជាអ្នកគ្នាចង់បាន Apple ID ដែលសម្រាប់ down កម្មវិធីដែលគេលក់ក្នុង App Store អ្នកគ្នាដូចជាកម្មវិធីMinecraft ដូចជា game GTA និងកម្មវិធីដូចជា game ផ្សេងទៀតមានច្រើនអ្នកគ្នាដែលអ្នកគ្នាមានតម្រូវការចង់បានចឹងមើលអ្នកគ្នាចង់បានអាចឆាតមកខ្ញុំតាមរយៈ Telegram ដែលខ្ញុំដាក់នៅក្នុង comment ក៏ដូចជា description ចឹងបានចឹងមកដល់វីដេអូចឹងវិញអ្នកគ្នាកុំភ្លេចជួយចុច subscribe channel ខ្ញុំលាក់មួយផងបានចឹងយើងទៅដឹងពីរបៀបនៃការដាក់ Apple ID ចូលទាំងអស់គ្នាហ្នឹងហើយអ្នកគ្នាអធិស្ឋានមែនតើដោយសារនៅនេះមានសំឡេងរំខានច្រើនចឹងអ្នកគ្នាព្យាយាមស្ដាប់អីដែលខ្ញុំនិយាយតិចទៅបានចឹងខ្ញុំធ្វើការ copy យក Apple ID របស់ខ្ញុំដែលមានកម្មវិធី FL Studio ចឹងណាខ្ញុំ copy ហើយយើងធ្វើការចូលមកក្នុង App Store តោះមកអ្នកគ្នាធ្វើការចុចតែរូបក្បាលមនុស្សហ្នឹងមកហើយអ្នកគ្នាចុចលើ sign in with Apple ID account ហ្នឹងណាហើយបន្តមកអ្នកគ្នាធ្វើការផាស Apple ID យើងចូលមកអ្នកគ្នាធ្វើការផាសមកហើយជាសាយសំឡេងរំខានមែនតើអ្នកគ្នាតើមកអ្នកគ្នាខ្ញុំធ្វើការមកយក password សិនអ្នកគ្នាមើលវីដេអូហ្នឹងកុំខានអ្នកគ្នាជួយមើលឲ្យបានពេញផងឥឡូវខ្ញុំធ្វើការ continue ដោយសារកន្លែងនេះខ្ញុំដាក់ password ខុសអ្នកគ្នាខ្ញុំ copy មកខុសអញ្ចឹងណាហើយខ្ញុំ copy ដាក់ម្ដងទៀតយើងធ្វើការហើយយើងចុចពាក្យថា continue មកឥឡូវយើងធ្វើការដាក់បានចូលអ្នកគ្នាហើយបន្តមកយើងធ្វើនេះវាមានលូតមកចាស់អ្នកគ្នាចុចលើពាក្យថា app ណា app ហ្នឹងហើយនៅចំណុចនេះគេមានដាក់ថា family ហ្នឹងវាមានច្រើនច្រើនយើងនិយាយថា tab ចុះវាច្រើន tab ហើយនេះ tab នេះអត់មាន FL ទេយើងមើលមកខំតិចបាទក្នុងនេះក៏ដូចជាអត់មានដែរអ្នកគ្នាអត់មានទេអត់មាន FL ទេហើយយើងយក tab មួយទៀត sorry អ្នកគ្នានៅនេះសំឡេងញ៉ៃតិចណាអញ្ចឹងព្យាយាមស្ដាប់អីដែលខ្ញុំនិយាយវ៉ាហើយយើងធ្វើការអូសមកក្រោមនេះអ្នកគ្នាជា FL Studio ហ្នឹងហើយបន្តមកយើងធ្វើការចេញ download វាមកចេញ download មួយទៀតបាទអ្នកគ្នានេះយើងបានត្រឡងវាមកដល់កម្មវិធីហើយតែដោយសារអ៊ីនធឺណិតនៅខាងខ្ញុំ slow ពេកយ៉ាងអ្នកគ្នាបានចឹងខ្ញុំសូមបញ្ជាក់អ្នកគ្នាម្ដងទៀតនៅtrongវីដេអូនេះថាបើសិនជាអ្នកគ្នាមានចំណាប់អារម្មណ៍ចង់បានដូចជាហ្គេម GTA ដូចជាហ្គេម Minecraft និងកម្មវិធីដែលគេដាក់លក់ផ្សេងហ្នឹងហើយអញ្ចឹងវីដេអូយើងក៏មានតែប៉ុណ្ណឹងដែរអរគុណអ្នកគ្នាសម្រាប់ការទស្សនា